យើងមើលតកតូនទៅនឹងតម្រងនាមពហុវចនៈដែលនាមនោះគឺជានាមដែលប្រែប្រួលបាទតើវាប្រែប្រួលយ៉ាងម៉េចយើងមើលអស់គ្នា one man one woman អញ្ចឹងយើងតែអានេះវាខុសពីអានាមមុនណាមិនមែនយើងមកធ្វើ s ឬក៏ es ទេនាមនេះគឺជានាមដែលប្រែប្រួលគឺយើងផ្លាស់ប្ដូរបើយើងចង់បង្កើតទៅពហុវចនៈឧទាហរណ៍ one man one woman អញ្ចឹងយើងទៅ two men ឬក៏ two women មិនមែនយើងបន្ថែម two man s ទេណាអត់ទេយើងបដូរ man នេះទៅ min វិញបាទហើយក៏យើងអត់បន្ថែមអីទាំងអស់គឺយើងដាក់ min មកក៏ដោយហើយ woman នេះ two women មិនមែនយើងដាក់ two woman ឬ s ទេអត់ទេអញ្ចឹងនាមនេះទោះបី 3 ក៏ដោយ 4 ក៏ដោយក៏យើងដាក់ min ក៏ដោយប្រមាណក៏ដោយឲ្យតែចាប់ពី2ឡើងទៅដាក់ min ទាំងអស់ឬក៏ women ទាំងអស់ដោយសារយើងចង់បង្កើតទៅជាពហុវចនៈមួយទៀត a child many children a child នេះជាកុមារម្នាក់បើយើងចង់បង្កើតទៅជាពហុ many children គេអ្នកនេះទីថាអ្នកខ្លះអត់ដឹងទេថាពាក្យ children នេះចេញមកពីចេញពីនាមណាចេញមកពីពាក្យ child មួយទៀត one foot two feet បាទប្រអប់ជើងមួយប្រអប់ជើងច្រើនអាចថាអានេះ2ប្រអប់ជើង2បាទមិនមែន two foot រួចបន្ថែម s ទេអត់ទេ this កន្លែង zip ត្រង់នេះអត់មកបន្ថែមអីទាំងអស់ zip នេះយើងអាចប្រើបានទាំង s ទាំងពហុបាទមួយទៀត a fish some fish នេះមិនបាច់បន្ថែមអីទាំងអស់ទេបើគេបន្ថែមគឺគេបន្ថែមទៅលើ es ប៉ុន្តែយើងមិនបាច់បន្ថែមទេនាមនេះវាអាចប្រើបានទាំងពីរទាំង s ទាំងពហុអញ្ចឹងមានន័យថារៀនសេដូចគ្នា a mile two mile បាទកណ្ដុរ1កណ្ដុរ2អញ្ចឹងកន្លែងក៏ប្រែប្រួលដែរ mile នេះគឺទៅ mile វិញអូខេ a person ជាបុគ្គលម្នាក់ទៅពហុវចនៈ two people មនុស្ស2នាក់មួយទៀត one criterions two criteria បាទជាពហុវចនៈមួយទៀត determiners are used to make uncountable noun and countable noun អញ្ចឹង determiner យើងប្រើវានៅបង្កើតជានាមអវចនៈឬក៏នាមរាប់សំដៅនាមរាប់បានហើយនិងនាមរាប់មិនបានតើវាប្រើយ៉ាងម៉េចឧទាហរណ៍ please give me 2 kilometers of rice បាទអញ្ចឹងកន្លែង2 kilometers of rice នេះជាអីគេជា determiner ដែលសារវាប្រើនេះសម្រាប់បញ្ជាក់ពីនាមដែលរាប់មិនបានគឺពាក្យ rice នេះជានាមរាប់មិនបានបាទគឺយើងបញ្ជាក់គីឡូយើងអាចប្រើអញ្ចឹងដោយពាក្យភ្ជាប់មួយ off មួយទៀត I would like some coffee អញ្ចឹង coffee some នេះជា determiners បញ្ជាក់បាទមានបញ្ជាក់ទេគឺយើងប្រើយើងអាចនិយាយថាបញ្ជាក់ក៏បានដែរតែយើងប្រើវាសម្រាប់នៅខាងមុខនាមរាប់មិនបានយើងអាចប្រើបានដូចគ្នាបញ្ជាក់ពីចំនួន Do you have a lot of time បាទឃើញ a lot of ជា determiner ទីតាំងរបស់វានៅខាងមុខនាមមិនថាជានាមស្អីទេ There isn't much space in my flat បាទអញ្ចឹង much នេះយើងប្រើនៅខាងមុខនាមរាប់មិនបានដែលថា space នេះជានាមរាប់មិនបានបាទ I only have a little time បាទឬក៏ little ក៏បានដែរអញ្ចឹងដូចគ្នាមួយទៀតតកតងនឹង some និង any តើ some និង any នៅប្រើនៅកន្លែងទម្រង់ណាអញ្ចឹងចំពោះ some យើងប្រើនៅក្នុងទម្រង់ស្របនិងសំណួរបែបសំណើ any យើងប្រើបានតែទម្រង់បរិសេធនិងសំណួរទេបាទ rule apply for somebody anything យើងមើលឧទាហរណ៍កន្លែងនេះមានន័យថាទម្រង់ស្របបរិសេធនិងសំណួរយើងមើលស្របទៅ I have some apples ខ្ញុំមានផ្លែបមួយចំនួនអានេះទម្រង់ស្របទេណាអញ្ចឹង some នេះជា determiner ជា some I don't have any apple អញ្ចឹងកន្លែងនេះជំនួសកន្លែង some ឯនេះជួជំនួសកន្លែង some កន្លែងនេះមានថាយើងបដូរដាក់ any មកទម្រង់បរិសេធវិញបាទមួយទៀត Do you have any apples តើអ្នកមានផ្លែប៉ោមមួយចំនួនដែរឬទេអញ្ចឹងបរិសេធនិងសំណួរយើងដាក់ any តែលើកលែងតែស្របទេយើងដាក់តែ some បាទប៉ុន្តែ Offer would you like some coffee តែយើងអាចប្រើ some ជាលក្ខណៈទម្រង់សំណួរប៉ុន្តែការផ្ដល់ឲ្យ Would you like some coffee បាទអញ្ចឹងយើងប្រើ some កន្លែងនេះគឺបញ្ជាក់ពីការផ្ដល់ឲ្យមួយទៀតគឺ expectation ការរំពឹងទុក Have you got some new បាទតើអ្នកមានដំណឹងមួយចំនួនដែរឬទេបើលក្ខណៈសំណួរបែបអញ្ចឹងគឺយើងប្រើជាលក្ខណៈ expectation ការរំពឹងមួយទៀត no limit ដោយជាការមានកំណត់ You can do any exercise you want to អ្នកអាចធ្វើលំហាត់ណាមួយក៏ដោយដែលអ្នកចង់ធ្វើ
បើសិនបើអ្នកនេះប្រើជាលក្ខណៈមានកំណត់យើងអាចប្រើ any បានដែរជាលក្ខណៈទំនងស្របកន្លែងនេះមួយទៀតសំទោសអស់ហើយ your turn អញ្ចឹងអស់ហើយអ្នកនរគ្នាអញ្ចឹងស្គមតែវីដេអូជាប្រយោជន៍អ្នកនរគ្នាអរគុណច្រើន